unboxing ប្រអប់ accessory ពីខាងអូន Hongdae ថ្ងៃមុនគឺអូនបានផុសក្នុង page ថាមានគេទិញកាដូ surprise ខ្ញុំអញ្ចឹងខ្ញុំក៏បានទិញរបស់ថែមដើម្បីខ្លួនឯងបន្ថែមដែរបើមើលទាំងអស់គ្នាថានៅក្នុង accessory មកប្រអប់នេះមានអីគេខ្លះក្នុងហាងគាត់គឺមានលក់ជាប្រភេទសម្ភារៈសិក្សាជាប្រភេទអីគេចំណងចងសក់អីតែគាត់ធ្វើការមួយខ្ញុំគាត់ប្រកាសជាដឹងអីថាពេលខ្ញុំទៅធ្វើការបូចងសក់ខ្ញុំមួយថ្ងៃមាន1ពណ៌7ថ្ងៃ7ពណ៌មកប្រអប់ហ្នឹងគឺមាន4ប៊ិចនេះប្រភេទប៊ិចដែរប៊ិចមួយគឺគេមានអីគេរូប sticker នៅលើហ្នឹងមានពណ៌ខ្មៅពណ៌ខៀវគ្រាន់ថាប៊ិចទាំងអស់ហ្នឹងគឺជាប្រភេទប៊ិចពណ៌ខ្មៅទាំងអស់ទេអ្នកទាំងអស់គ្នាហើយចុងប៊ិចអីគឺសុទ្ធតែរៀងទូចហើយស្រួលទៅសេណាសំខាន់គឺពេលដែលយើងគូសទៅលើអាសភៅអីអញ្ចឹងគឺអត់នេះហេអត់មានដាមដល់សភៅខាងក្រៅទេហើយតម្លៃសមរម្យមែនតើ4ថ្ងៃ7ពណ៌ឥឡូវខ្ញុំទិញ3ពណ៌មកថែមតែដូចជាខ្ញុំទិញ2គេ give ឲ្យមួយមានពណ៌ខៀវអានេះពណ៌បៃតងអានេះពណ៌រៀងប្រផេះនេះអានេះក៏ស្អាតអានេះក៏ស្អាតដែរអ្នកទាំងអស់គ្នាដែលចូលចិត្តលេង mode cache ទូរស័ព្ទនេះយកអានេះបិទនៅទូរស័ព្ទក៏បានដែរដូចជាខាងគាត់មាន5ពណ៌សភៅក៏បានឬក៏បិទទូរស័ព្ទក៏បានដែរហើយចូលមកដល់របស់ចុងក្រោយគេគឺ sticky tape sticky tape គឺខាងគាត់អ្នកទាំងអស់គ្នាចង់រើសពណ៌ក៏បានអត់រើសក៏បានដែរហើយ10ហ្នឹងបើយើងទិញ1តម្លៃ 2,500 ប៉ុន្តែបើទិញ10តម្លៃមកប្រទេសតែ 2,000 មានន័យថា10តែ 20000 ទេហើយសម្រាប់អ្នកដែលគិតថាបងខ្ញុំចង់ទិញសភៅដែរមិនចង់ទិញតែ accessory អ្នកទាំងអស់គ្នាអាចទិញនៅ page បងវ៉ាន់សភៅទៅហើយបើសិនជាចង់ថាចង់ផ្ញើចង់ផ្ញើ accessory ពីខាង Hongdae នឹងជាមួយបានសភៅក៏បានដែរព្រោះចំណងពិសេសមួយគ្នាអញ្ចឹងសម្រាប់អ្នកដែលចង់បាន accessory ហើយចង់បានសភៅទៀតតាក់ទងទៅខាងបងវ៉ាន់ bookstore ក៏បានឬក៏ Hongdae store ក៏បានដែរអញ្ចឹងវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ